នេះគឺជាទ្រព្យសម្បត្តិជាតិតាហ្វូឡុងលោកមូថូអ្នកច្រឡំហើយរបស់នេះគ្រាន់តែជាការក្លែងបន្លំអូវាមិនមែនជាការពិតទេតើអ្នកដឹងអ្វីតើអ្នកវាខ្ញុំលើរឿងវត្ថុក្លែងក្លាយនេះនោះមិនសមហេតុផលទោះបីអ្នកជាអ្នកជំនាញនៅតាហ្វូឡុងក៏ដោយវាជ្រុលពេកហើយថ្ងៃនេះអ្នកត្រូវតែសុំទោសខ្ញុំអ្វីអ្នកថារបស់នេះក្លែងក្លាយនិយាយម្ដងទៀតក្មេងតូចខ្ញុំមិនទាន់ខ្វាក់ទេវត្ថុដ៏មានគុណភាពនេះស្នាដៃនេះគឺពិតប្រាកដលោកមូថូបើយោងទៅលើអ្នកនេះជារបស់ពិតខ្ញុំស្បោះដាក់ជីវិតអ្នកដែលអាចយកវត្ថុនេះចេញបានគឺមិនមែនជាមនុស្សធម្មតាទេផ្ទះកំភ្លៀងវាតិចពេកហើយប្រសិនបើវត្ថុនេះខូចខាតទោះមានជីវិត10ក៏មិនអាចបដូរជាមួយវាបានដែរតើម្ចាស់របស់វានៅណាតើគាត់នៅណាគាត់ទើបតែចាក់ចេញលោកអើយតើគាត់អាចចាក់ចេញបានយ៉ាងម៉េចខ្ញុំសង្ឃឹមថានឹងបានស្គាល់និងនិយាយជាមួយគាត់ខ្ញុំសឹងមិនជឿថាខ្ញុំអាចខកសម្រាប់រឿងសំខាន់អញ្ចឹងសោះលោកមូថូបើអ្នកនិយាយអញ្ចឹងខ្ញុំក៏ចាប់ដែរវត្ថុនេះត្រូវបានផ្ដល់ឲ្យដោយយីហ្វឹងតើអាចថាយីហ្វឹងគ្រប់មានទំនាក់ទំនងជាមួយបុគ្គលមិនធម្មតាណាម្នាក់វត្ថុនេះត្រូវបាននាំមកទីនេះដោយអ្នកសុំទានកញ្ចាស់តើគាត់អាចជាបុគ្គលម្នាក់នឹងទេពិតជាអាចទៅរួចមិនដូច្នេះទេហេតុអ្វីបានជានាយកប្រតិបត្តិ ICO នៅគឺលិនអូទៅជួបជាមួយនឹងអ្នកសុំទានកញ្ចាស់នោះពិតមែនឬមិនបាច់ឆ្ងល់ទេថានាងធ្វើសកម្មភាពខ្លាំងម្ល៉េះនាងសុកចិត្តប្រឆាំងយើងដើម្បីការពារបរិះនោះប៉ុន្តែឥឡូវយើងបានធ្វើបាបនាងទាំងស្រុងយើងត្រូវវិនិច្ឆ័យហើយយើងអាចទៅរកនាងហើយសុំទោសយឺតពេកហើយវាពិតយឺតពេកវាជាកំហុសអ្នកទាំងអស់អ្នកលាតត្រដាងនាងរឿងគំនូពេលនេះខ្ញុំគិតពីរឿងនេះត្រូវផ្ដល់ភាពជាដៃគូរបស់ខ្ញុំទៅនាងវាគ្មានផ្លូវដែលនាងយករូបគំនូคล้ายៗមកចូលរួមខូបកំណើតខ្ញុំឡើយវាដោយសារតែអ្នកព្យាយាមធ្វើឲ្យនាងត្រូវបានបដិសេធបន្ទាប់មកមានការខឹងសម្បារនោះហើយជាហេតុដែលអ្នកបង្កើតឡើងលើទស្សនវិជ្ជាទាំងមូលវាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំគ្រាន់តែនិយាយការពិតចាំ001លោកមូថូតើមានរឿងអ្វីតួលេខមិនបានបន្ថែមតើលេខមានបញ្ហាអ្វីខ្ញុំចាំយ៉ាងច្បាស់រាល់បំណែកនៃប៉ូស៊ីឡែនដែលបានផ្ញើចេញត្រូវបានដាក់លេខ001គឺជាលេខដំបូងខ្ញុំចាំថាវាត្រូវបានផ្ដល់ឲ្យបុគ្គលមានការគោរពខ្ពង់ខ្ពស់នៅតាហ្វូឡុងតើវាជានរណាអញ្ចេះអូត្រូវហើយវាត្រូវបានផ្ដល់ឲ្យស្ដេចសង្គ្រាមរបស់តាហ្វូឡុងគឺស៊ីពូទឺប៉ុន្តែហេតុអ្វីបានជាកម្មសិទ្ធិរបស់ស៊ីពូទឺដែលជាស្ដេចសង្គ្រាមនៅទីនេះតើវាអាចជាតើយីវឹងបានលួចវាមែនទេបាទវាអាចទៅរួចតើអ្នកណានៅតាហ្វូឡុងមិនស្គាល់អត្តសញ្ញាណស្ដេចសង្គ្រាមតើអ្នកណាមិនស្គាល់គាត់នៅតាហ្វូឡុងចំណែកអ្នកសុំទានដែលឈរក្បែរយីហ្វឹងគាត់មិនអាចក្លាយជាស្ដេចសង្គ្រាមបានឡើយដូច្នេះប៉ាស៊ឺឡែនពណ៌លឿងត្រូវតែនាងជាអ្នកលួចតើនាងហ៊ានលួចវត្ថុដេចសង្គ្រាមបានយ៉ាងម៉េចនាងប្រហែលជាមិនចង់រស់ហើយនេះពិតជាមិនគួរឲ្យជឿខ្ញុំមិនដែលឃើញមនុស្សមិនខ្លាចស្លាប់អញ្ចឹងសោះចប់ហើយឥឡូវនេះបានខ្លាយជារឿងធ្ងន់ធ្ងរហើយតើវាធ្ងន់ធ្ងរយ៉ាងម៉េចឥឡូវនេះរបស់ក្នុងដៃយើងហើយវត្ថុជាកម្មសិទ្ធិរបស់ស្ដេចសង្គ្រាមយីហ្វឹងលួចយកវាហើយប្រគល់ឲ្យអ្នកយេហ៊ានតើនេះមិនមែនការប៉ុនប៉ងដោយចិត្តណាទេនោះអាចមានន័យតែមួយគត់រឿងមួយពួកគេបានលួចវត្ថុនេះហើយប្រគល់ឲ្យអ្នកពេលស្ដេចសង្គ្រាមស៊ើបអង្កេតវានឹងចង្អុលទៅអ្នកបន្ទាប់មកអ្នកនឹងចប់ប្រសិនបើអ្នកដួលយីហ្វឹងនឹងយកពាក្យកណ្ដាលនៃអាជីវកម្មនៅគឺលិនអូទឺពេលនោះគឺលិនអូទឺនឹងស្ថិតក្រោមការគ្រប់គ្រងរបស់នាងទាំងស្រុងនាងមានមហិច្ឆតាខុសខើមែនខ្ញុំមិនដែលគិតថាយីហ្វឹងខ្លាចជាស្រីអាក្រក់បែបនេះសោះប៉ុន្តែឥឡូវប៉ាស៊ឺឡែនពណ៌លឿងនេះបានខ្លាចជាបញ្ហាក្នុងដៃខ្ញុំយើងមិនដឹងថាត្រូវស្វែងរកស្ដេចសង្គ្រាមនៅណាដើម្បីប្រគល់របស់នេះឲ្យវិញនោះទេព្រះអើយកុំបារម្ភខ្ញុំបានទទួលព័ត៌មានសម្ងាត់មួយរយៈពេល3ថ្ងៃទៀតកម្ពុជាមេតបនឹងរៀបចំអាហារពេលល្ងាចដើម្បីគោរពគ្រូនៅគឺលិនអូទឺគាត់នឹងចូលរួមដោយផ្ទាល់ពេលនោះយើងនឹងប្រគល់ប៉ូស៊ឺឡែនវិញហើយពន្យល់អ្វីទាំងអស់ដល់គាត់ខ្ញុំជឿថាស្ដេចសង្គ្រាមមិនធ្វើរឿងពិបាកសម្រាប់យើងនោះទេអ្នកនិយាយពីអាហារល្ងាចតើវាសម្រាប់គ្រូរបស់ស្ដេចសង្គ្រាមឬប្រាកដណាស់មេបញ្ជាការកម្ពុជាជើងចាស់នៃតាហ្វូឡុងមេបញ្ជាការទីបំផុតត្រូវបង្ហាញថាគាត់ជានរណាគេថាកម្ពុជាយៈទាំង4នៃតាហ្វូឡុងសប្តាហ៍ថ្ងៃនេះជាសិស្សរបស់គាត់ទាំងអស់ខ្ញុំពិតជាចង់ជួបតួអង្គគ្រឿងព្រេងនិទាននេះណាស់ខ្ញុំក៏ចង់ឃើញរបៀបដែលយីហ្វឺដល់ទីបញ្ចប់របស់នាងដែរលោកយាយម៉ាក់តើម៉ាក់មិនអីទេឬបញ្ហាចាស់លោកយាយកើតឡើងម្ដងទៀតហើយអារម្មណ៍របស់គាត់ខ្សោយនឹងអស់កម្លាំងឈាមរត់មិនល្អពីការងារហួសប្រមាណជាច្រើនឆ្នាំលោកឡៃខឺមិនអីទេខ្ញុំសុំពិនិត្យបន្តិចរងចាំបន្តិចយីហ្វឹងតើនេះជានរណាគាត់ជាប្តីរបស់ខ្ញុំអ្វីយីហ្វឹងអ្នករៀបការហើយតើរឿងនេះកើតឡើងពេលណាអ្នកមិនសំបីតែប្រាប់គ្រួសារ
តាគាត់ធ្វើអ្វីគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់មនុស្សធម្មតាយីហ្វឹងខ្ញុំសឹងមិនជឿថាអ្នករៀបការនឹងមនុស្សធម្មតាតើអ្នកកំពុងគិតអ្វីទោះបីជាលោកឡៃធឺមិនមានសិទ្ធិអំណាចឬឥទ្ធិពលតែគាត់ជាមនុស្សល្អមនុស្សល្អមានពួកគេជាច្រើននៅតាមផ្លូវក្នុងសម័យនេះតើមនុស្សល្អអាចប្រើអ្វីបានតើពួកគេអាចជួយអ្វីខ្លះដល់គ្រួសារខ្ញុំគិតថាអ្នកផ្ដេសផ្ដាស់ណាស់ខ្ញុំណែនាំអ្នកផ្ដាច់ទំនាក់ទំនងជាមួយគេឲ្យបានឆាប់មិនដូច្នេះទេកុំបន្ទោសយើងចំពោះការមិនគ្រប់គ្រងអ្នកលើសពីនេះសឿលឺគ្រប់មិនមែនជារបស់អ្នកតែម្នាក់ឯងទេខ្ញុំនឹងពិនិត្យមើលអ្នកស្រីសឿលឺជាមុនសិនចាំមួយផ្លែតតើអ្នកកំពុងធ្វើអ្វីតើអ្នកជាវេជ្ជបណ្ឌិតមែននរណាសុំឲ្យអ្នកប៉ះពាល់យាយខ្ញុំមានចំណេះដឹងផ្នែកវេជ្ជសាស្ត្រខ្ញុំអាចពិនិត្យឲ្យគាត់បានព្រះអើយអ្នកមានចំណេះដឹងអំពីថ្នាំអ្នកពិតជាមិនទាន់គ្រប់គ្រាន់ទេខ្ញុំបានអញ្ជើញគ្រូពេទ្យទេវតានៃតាហ្វូឡុងជាសិស្សផ្ទាល់របស់គឺតឹងគឺកញ្ញាអានសិនមកព្យាបាលម្ដាយខ្ញុំហើយហេតុអ្វីយើងត្រូវការអ្នកសិស្សផ្ទាល់របស់គឺតឹងតើគាត់ទទួលសិស្សនៅពេលណាមិនបានគាត់មិនដែលប្រាប់ខ្ញុំមនុស្សនេះហាតើអ្នកគិតថាអ្នកជានរណាហេតុអ្វីបានជាគឺតឹងចាំបាច់ប្រាប់អ្នកអំពីការទទួលសិស្សខ្ញុំគិតថាអ្នកពិតឆ្កួតណាស់គ្រប់គ្រាន់ហើយឡៃធឺជប់និយាយមិនសមហេតុផលអ្នកកំ pl ែងមែនយីហ្វឹងបរោះដែលអ្នករកបានគឺពូកែអ៊ូតណាស់ហេតុអ្វីបានជាពេទ្យទេវតាចាំបាច់ប្រាប់គាត់ពេលទទួលសិស្សកុំប្រាប់ខ្ញុំថាគាត់ជាគ្រូរបស់ពេទ្យទេវតាលោកឡៃធឺអ្នកមិនគួរនិយាយបែបនេះទេខ្ញុំតែងតែបង្រៀនគឺតឹងយ៉ាងតឹងរ៉ឹងអស់គឺជាការទទួលខុសត្រូវដ៏ធំបំផុតពេលជ្រើសរើសសិស្សគាត់ត្រូវតែទទួលបានការយល់ព្រមពីខ្ញុំមិនជឿថាគាត់ប្រឆាំងនឹងការចង់បានរបស់ខ្ញុំចង់មើលថាតើសិស្សបែបណាដែលគាត់រើសចូលបើលក្ខណៈសម្បត្តិមិនសមរម្យខ្ញុំនឹងបង្រៀនមេរៀនដល់គាត់ជាមិនខានអូសូមទោសចំពោះរឿងនោះអំបញ្ញមិញនេះខ្ញុំនិយាយខុសតើអ្នកស្រីអានសិនដែលជាសិស្សពេទ្យទេវតាមកដល់នៅពេលណានិយាយខុសតើអ្នកគិតថាពាក្យមួយម៉ាត់និយាយខុសអាចបិទបាំងវាបានទេសំណាងហើយដែលថ្ងៃនេះមិនមានអ្នកខាងក្រៅនៅជុំវិញមិនដូច្នេះទេអ្នកនឹងមិនដឹងថាអ្នកត្រូវស្លាប់ដោយរបៀបណាទេគ្មានអ្វីសម្រាប់អ្នកនៅទីនេះទេចេញទៅមែនហើយត្រូវនៅឲ្យឆ្ងាយពីយីហ្វឹងមិនដូច្នោះទេនៅពេលដែលអ្នកនាងអានសិនមកដល់ខ្ញុំនឹងរាយការណ៍រឿងនេះទៅនាងឡៃធឺឥឡូវនេះអ្នកគួរចេញទៅល្អជាងបើរឿងរីករាលដាលខ្ញុំមិនអាចជួយអ្នកបានទេលោកស្រីសឿលឺអ្នកនាងអានសិនមកដល់ហើយទីបំផុតនាងមកដល់ហើយប្រញាប់អញ្ជើញនាងចូលមកបាទអ្នកនាងអានសិនយើងកំពុងរងចាំអ្នកសូមពិនិត្យម្ដាយខ្ញុំជាបន្ទាន់តាមពិតគឺជានាងស្ត្រីវ័យក្មេងនេះធំឡើងលឿនណាស់ហេខ្ញុំថាហេតុអ្វីបានជាអ្នកឈរនៅទីនេះអ្នកគួរចេញយូរហើយអ្នកគឺលោកឡៃគឺតើនេះហៅថាអ្វីនេះជាស្មៅពណ៌ចុះអាមួយនោះវិញនេះជាឬពណ៌ត្នោតអូកញ្ញាអានសិននេះគ្រាន់តែជាអ្នកបម្រើក្នុងផ្ទះខ្ញុំតែប៉ុណ្ណោះអ្នកបម្រើមនុស្សម្នាក់នេះមើលទៅស្រដៀងនឹងគ្រូធំខ្ញុំដែរប៉ុន្តែគាត់អាចធ្វើជាអ្នកបម្រើក្នុងផ្ទះអ្នកផ្សេងដោយរបៀបណាវាអាចថាអ្នកនាងអានសិនស្គាល់គាត់ខ្ញុំមិនស្គាល់ទេតោះពិនិត្យឲ្យអ្នកស្រីសឿលឺខ្សោយនឹងអស់កម្លាំងខ្លាំងឈាមរត់មិនល្អពីការងារហួសកម្លាំងជាច្រើនឆ្នាំជំងឺគាត់ឈានដល់ដំណាក់កាលចុងក្រោយហើយដំណាក់កាលចុងក្រោយតើនេះមានន័យថាលោកយាយបើម៉ាក់ទទួលស្លាប់គ្មាននរណាម្នាក់ក្នុងគ្រួសារអាចគ្រប់គ្រងយីហ្វឹងបានឡើយអ្នកនាងអានសិនអ្នកត្រូវជួយសង្គ្រោះម៉ាក់ខ្ញុំកុំបារម្ភខ្ញុំបានរៀបចំការថ្នាំពន្លឺព្រះអាទិត្យរួចហើយខ្ញុំអាចជួយអ្នកស្រីសឿលឺធ្វើឲ្យចលនាឈាមរត់ប្រសើរឡើងនិងស្ដារឡើងវិញនូវភាពរឹងមាំរបស់នាងដូច្នេះមានន័យថាម៉ាក់របស់ខ្ញុំអាចសង្គ្រោះបានបន្ទាប់មករៀបថ្នាំឲ្យគាត់លឿនឡើងអូដោយវិធីនេះអ្នកនាងអានសិនតើថ្នាំពន្លឺព្រះអាទិត្យមានតម្លៃប៉ុន្មានមិនចាំបាច់លុយកាក់អ្វីទេខ្ញុំនឹងផ្ដល់បញ្ជីគ្រឿងផ្សំដែលប្រើក្នុងថ្នាំគ្រាន់តែរៀបចំបរិមាណទ្វេដងហើយប្រគល់វាមកខ្ញុំក្នុងពេលអនាគតបើខ្ញុំធ្វើអំពើល្អចាត់ទុកថាជាការសប្បុរសដល់អ្នកស្រីសឿលឺមិនឆ្ងល់ទេអ្នកគឺជាសិស្សពេទ្យទេវតាអ្នកនាងអានសិនអ្នកពិតជាលះបង់ក្នុងការជួយអ្នកដទៃមិនមែនព្រោះតែប្រាក់តតែសោះសូមធានាខ្ញុំនឹងដោះស្រាយរឿងនេះឲ្យបានត្រឹមត្រូវសូមរៀបចំថ្នាំឲ្យម្ដាយរបស់ខ្ញុំចាំសិនបើគាត់លេបថ្នាំនេះជីវិតអ្នកស្រីសឿលឺនឹងជួបគ្រោះថ្នាក់ជាមិនខាននេះតើអ្នកនិយាយអ្វីនិយាយម្ដងទៀតខ្ញុំនិយាយថាអ្នកស្រីសឿលឺមិនអាចផឹកថ្នាំពន្លឺព្រះអាទិត្យបានទេចឹងប្រាប់ខ្ញុំមកតើមានអ្វីកើតឡើងបើគាត់លេបវាគាត់នឹងស្លាប់មិនអ្នកហ៊ានដាក់បណ្ដាសាម្ដាយខ្ញុំឲ្យស្លាប់តើអ្នកពិតជាឆ្កួតណាស់យីហ្វឹង
មើលមនុស្សដែលអ្នកបាននាំមកឡាយធឺតើអ្នកនិយាយអ្វីមិនសមហេតុផលអញ្ចឹងអ្នកនាងអានសិននៅទីនេះនៅឡើយ